Chẳng dương màបន្តមេរៀនយើងមកចំណុចទៀតអញ្ចឹងចំពោះមេរៀនហ្នឹងគឺយើងតមកទំព័រទី21ចំណុចទី3អញ្ចឹងចំណុចទី3គេនិយាយថាលំដាប់នៃការគូសអក្សរចិនមួយអញ្ចឹងចំពោះអក្សរចិនយើងសរសេរផ្ដេកមុនបញ្ឈរបន្ទាប់មកសរសេរខាងឆ្វេងមុនខាងស្ដាំអញ្ចឹងយើងមកមើលអក្សរទាំងអស់គ្នាអញ្ចឹងក្នុងហ្នឹងគេបានបញ្ជាក់ថាគំនូសអក្សរដើម្បីផ្សំចេញពីអក្សរមួយនៅក្នុងភាសាចិនគឺគេសរសេរគំនូសអក្សរផ្ដេកមុនបញ្ឈរហើយគេទាញគំនូសពីឆ្វេងទៅស្ដាំអញ្ចឹងយើងមកមើលឧទាហរណ៍ខាងក្រោមពាក្យស៊ឺប្រែថាលេខ10យើងមកមើលពាក្យថាកុងហ្នឹងគឺការងារយើងមកមើលពាក្យថាប៉ាលេខ8ហើយរិនបកប្រែថាមនុស្សអញ្ចឹងចំពោះគំនូសទាំងអស់ហ្នឹងខ្ញុំសូមបញ្ជាក់ឡើងវិញគឺជាប្រភេទគំនូសអក្សរហើយគំនូសអក្សរហ្នឹងគឺយើងគូសវាផ្ដេកមុនបន្ទាប់មកយើងគូសអក្សរបញ្ឈរបន្ទាប់មកខាងឆ្វេងបន្ទាប់មកខាងស្ដាំដូចមានន័យថាវាដូចជាគំនូសគុំជាអក្សរមួយឡើងណាអញ្ចឹងយើងមកមើលរបៀបនៅក្នុងការសរសេរឧទាហរណ៍ទាំង4ហ្នឹងយើងមកមើលទាំងអស់គ្នាណា横竖横竖横竖十横竖横横竖横横竖横弓撇捺撇捺撇捺八撇捺撇捺撇捺យើងចូលមកចំណុចចុងក្រោយនៃមេរៀនទី3អញ្ចឹងនៅមេរៀនទី3ចំណុចចុងក្រោយហ្នឹងគេដាក់ថាការងារជាគូមានន័យថាក្នុងករណីហ្នឹងគឺយើងធ្វើការជាគូហើយណែនាំខ្លួនមានន័យថាមាន A ឬក៏ B មានន័យថាសិស្សទាំងពីរនាក់ហ្នឹងគឺគាត់សន្ទនាដោយណែនាំខ្លួនឯងទៅកាន់គ្នាទៅវិញទៅមកអញ្ចឹងយើងមកមើលសំណួរខាងក្រោមសំទោសយើងមកមើលនឹងសន្ទនាខាងក្រោមអញ្ចឹងសន្ទនាទី1គេដាក់ថា我叫李烨我是中国人我是老师ចឹងមកប្រែថាខ្ញុំឈ្មោះលីយេខ្ញុំគឺជាជនជាតិចិនខ្ញុំគឺជាគ្រូបង្រៀនអញ្ចឹង B គេឆ្លើយតបវិញថា我叫大卫我是美国人我是学生ចឹងគេឆ្លើយមកវិញថាខ្ញុំឈ្មោះតាវ៉ៃខ្ញុំគឺជាជនជាតិអាមេរិកខ្ញុំជាសិស្សឬមួយក៏ជានិស្សិតចឹងចំណុចទី1ហ្នឹងគឺមានប៉ុណ្ណឹងឯងយើងចូលមកចំណុចទី2តែម្ដងទី2គេដាក់ថាធ្វើការងារជាក្រុមអញ្ចឹងឧទាហរណ៍ថានៅក្នុងការរៀនរបស់យើងមានសិស្សច្រើនអញ្ចឹងយើងអាចរៀបជាក្រុមចាប់ពី3ទៅ4នាក់អញ្ចឹងណាហើយបន្ទាប់មកយើងឲ្យម្នាក់ជាអ្នក record ហើយអ្នកផ្សេងគឺគាត់ណែនាំខ្លួនហើយនឹងសញ្ជាតិរបស់គាត់អញ្ចឹងអាកន្លែងហ្នឹងយើងអាចបំពេញខ្លួនឯងបានគេឲ្យឧទាហរណ៍ទី1ឲ្យយើងមួយប៉ុន្តែនៅក្នុងហ្នឹងខ្ញុំបំពេញឲ្យគ្នាយើងស្រាប់អញ្ចឹងយើងអាចមើលបានណាអញ្ចឹងទី1អញ្ចឹងលីយេចុងគាត់ឈ្មោះលីយេហើយគាត់គឺជាប្រជាជនចិនយើងមកមើលទៀតមានន័យថាកន្លែងហ្នឹងយើងអាចបកប្រែថាជាប្រជាជនក៏បានឬមួយក៏មានសញ្ជាតិក៏បានអញ្ចឹងយើងអាចដាក់ថាលីយេគឺជាជនជាតិចិនឬសញ្ជាតិចិនអញ្ចឹងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅយើងអាចនិយាយថាលីយេគឺជាជនជាតិចិនអញ្ចឹងតែម្ដងទៅវាងាយស្រួលហើយស្ដាប់ទៅវាស្និទ្ធជាងអញ្ចឹងណាចាស់យើងមកមើលអាទី2ម្ដងតាវ៉ៃម៉ៃគាត់តាវ៉ៃគឺជាជនជាតិសហរដ្ឋអាមេរិកម៉ាលីអ៊ីងគាត់ម៉ាលីគឺជាជនជាតិអង់គ្លេសធានចុងឬប៉ិនធានចុងគឺជាជនជាតិជប៉ុនជីនសៀវសៀនហានគាត់ស៊ីនសៀវជៀនគឺជាជនជាតិកូរ៉េខាងត្បូងអញ្ចឹងយើងបញ្ចប់មេរៀនតែត្រឹមហ្នឹងយើងសូមជួបគ្នាបន្តទៀតនៅមេរៀនទី4